រូបភាពស្ពានបុរាណនៅលើក្រដាសប្រាក់ 5,000 រៀលដែលបងប្អូនកាន់រាល់ថ្ងៃតើបងប្អូនដឹងទេថាវាស្ថិតនៅទីណានេះគឺជាស្ពានកំពង់ក្ដីឬស្ពានប្រាប់ទិសដែលជាសាក្សីរស់នៃភាពរុងរឿងនៃអាណាចក្រអង្គរថ្ងៃនេះយើងនឹងបង្ហាញអ្នកពីអច្ឆរិយភាពនៃស្ពានដែលឈរជើងយ៉ាងរឹងមាំអស់រាប់រយឆ្នាំមកនេះស្ពានកំពង់ក្ដីមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ក្ដីស្រុកជីក្រែងខេត្តសៀមរាបវាស្ថិតនៅលើខ្សែផ្លូវរាជបុរាណចេញពីរាជធានីអង្គរឆ្ពោះទៅកាន់តំបន់ប្រាសាទសម្បូរព្រៃគុកនិងបន្តទៅភ្នំពេញបច្ចុប្បន្នស្ពាននេះមិនត្រឹមតែជាកន្លែងឆ្លងកាត់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏ធំតាំងពីសម័យបុរាណមកម្ល៉េះយើងមកមើលពីទំហំដ៏អស្ចារ្យស្ពាននេះមានប្រវែងប្រហែល87ម៉ែត្រទទឹងជិត16ម៉ែត្រនិងមានរន្ធបង្ហូរទឹកចំនួន21អ្វីដែលគួរឲ្យកោតសរសើរបំផុតនោះគឺបុព្វបុរសខ្មែរបានកសាងស្ពាននេះអំពីថ្មបាយក្រៀមនិងថ្មភក់ដោយមិនប្រើស៊ីម៉ង់ឬកំបោរឡើយតែប្រើបច្ចេកទេសតម្រួតថ្មបែបទ្វារសំពត់ដែលអាចទ្រទ្រង់ទម្ងន់បានយ៉ាងមហិមានៅចុងស្ពានទាំងសងខាងមានរូបនាគក្បាល7យ៉ាងស្រស់ស្អាតដែលជានិមិត្តរូបនៃការការពារនិងភាពត្រជាក់ត្រជុំស្ពានកំពង់ក្ដីត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នាសតវត្សទី12ក្រៅពីឈ្មោះកំពង់ក្ដីគេក៏ហៅវាថាស្ពានប្រាប់ទិសឬស្ពាននាគកផងដែរដោយសារតែតម្លៃប្រវត្តិសាស្ត្រនិងវិស្វកម្មដ៏ខ្ពង់ខ្ពស់នេះហើយទើបរូបរាងរបស់វាត្រូវបានជ្រើសរើសឲ្យបោះពុម្ពលើក្រដាសប្រាក់ 5,000 រៀលដើម្បីទុកជាមោទនភាពសម្រាប់កូនខ្មែរគ្រប់រូបដើម្បីថែរក្សាស្ពាននេះឲ្យបានយូរអង្វែងចាប់តាំងពីឆ្នាំ2006មកអាជ្ញាធរបានសាងសង់ផ្លូវវាងថ្មីមួយដើម្បីជៀសវាងការបើកបរយានយន្តធុនធ្ងន់ឆ្លងកាត់សប្តាហ៍ថ្ងៃស្ពានកំពង់ក្ដីបានក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់ដែលភ្ញៀវទេសចរតែងតែមកឈប់សម្រាកនិងថតរូបកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសនិងភាពស្រស់ស្អាតនៃបេតិកភណ្ឌខ្មែរស្ពានកំពង់ក្ដីគឺជាទឹកតាំងនៃភាពវៃឆ្លាតរបស់បុព្វបុរសខ្មែរដែលយើងត្រូវរួមគ្នាថែរក្សាប្រសិនបើបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ 6 កុំភ្លេចចូលទស្សនាស្ពានដ៏ល្បីល្បាញមួយនេះផងសូមអរគុណសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច Subscribe ដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ